안녕하세요, 여러분. 여러분들이 이를 변경할 때 어느 지역에 가는지 잘 모르겠죠? 오늘 제가 여러분들에게 이를 변경할 때 어느 지역에 가는지 바로 말씀드리겠습니다. Và chẳng hạn như cứ nhôm nâng mà chụp điệp chuồn mà ôn tập ní tẹt tôn cho mùi nâng ca plak đô đồng bọn cả nghĩa bà được xa tay miền bom ôn như chỉ tràn bà quạt chạt su được chỉ kho su bà quạtនៅក្នុងតំបន់នេះតើគាត់អាចធ្វើការផ្លាស់ប្ដូរទៅតំបន់ផ្សេងបានដែរឬទេបាទពេលខ្លះទៅបងប្អូនគាត់នៅក្នុងតំបន់នោះអញ្ចឹងគាត់ចង់ទៅធ្វើការជាមួយបងប្អូនគាត់តើបាទគាត់មានសិទ្ធិក្នុងការទៅធ្វើការជាមួយនឹងបងប្អូនគាត់ហ្នឹងបានដែរឬទេឬក៏បាទអ្នកខ្លះគាត់មានគ្រួសារអញ្ចឹងបងប្អូនណាបាទអញ្ចឹងគាត់ធ្វើការផ្លាស់ប្ដូរការងារតើគាត់អាចហ្នឹងទៅធ្វើការជាមួយនឹងគ្រួសាររបស់គាត់នៅតំបន់ផ្សេងហ្នឹងបានដែរឬទេបាទដោយសារតែមានសំណួរបាទដែលសួរតាក់ទងជាមួយនឹងការផ្លាស់ប្ដូរតំបន់ជាច្រើនអញ្ចឹងហើយគឺខ្ញុំក៏បាទធ្វើជាវីដេអូនេះឡើងអញ្ចឹងបងប្អូនមកតាមដានជាមួយខ្ញុំទាំងអស់គ្នាថាតើនៅពេលដែលបងប្អូនធ្វើការផ្លាស់ប្ដូរតំបន់ហ្នឹងណាបាទយើងអាចទៅតំបន់ណាខ្លះបាននិងមិនអាចទៅតំបន់ណាខ្លះបានបាទអញ្ចឹងមកមើលជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនបាទចំពោះបងប្អូនដែលនៅក្នុងតំបន់រាជធានីបាទមានន័យថាបងប្អូននៅក្នុងតំបន់រាជធានីហ្នឹងគឺបងប្អូនអាចមានសិទ្ធិនៅក្នុងការផ្លាស់ប្ដូរទៅតំបន់ផ្សេងៗបានតាមចិត្តរបស់យើងបាទបងប្អូនចង់ទៅតំបន់ណាក៏បានដែរបងប្អូនណាបាទក៏ប៉ុន្តែមានលក្ខន្តិកៈបាទលក្ខន្តិកៈនោះគឺបងប្អូនបាទចេញពីតំបន់រាជធានីហើយគឺបងប្អូនមិនអាចត្រឡប់បាទចូលមកបាទនៅក្នុងតំបន់ហ្នឹងវិញទេមានន័យថាយើងអត់អាចធ្វើការផ្លាស់ប្ដូរមកចូលក្នុងតំបន់រាជធានីហ្នឹងវិញបានទេបាទហើយតំបន់រាជធានីនោះបាទគឺមានចំនួន3តំបន់ដែលតំបន់ទី1គឺនៅខាងបាទទីក្រុងសូអ៊ូលបាទនៅโซน2បាទហើយទី2គឺនៅកျុងគីដូបាទโซน31ហើយទី3គឺនៅអ៊ីនឆុនโซน32បាទអញ្ចឹងនៅក្នុង3តំបន់រាជធានីនេះបាទនៅសូអ៊ូលនៅកျុងគីហើយនៅអ៊ីនឆុនបាទ3តំបន់នេះគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅបាទតំបន់ណាក៏បានស្រេចចិត្តបងប្អូនក៏ប៉ុន្តែអត់អាចចូលវិញបានទេបងប្អូនណាបាទឥឡូវយើងមកមើលជុំគ្នាបន្តទៀតបងប្អូនដែលនៅក្នុងតំបន់បាទ042គឺតំបន់ថេចុនបាទហើយតំបន់041បាទឈុងណាំហើយតំបន់043គឺឈុងមុខនិងតំបន់បាទ044គឺនៅសេជុងបាទអញ្ចឹងនៅក្នុង4តំបន់នេះបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅវិញទៅមកបានតែនៅក្នុង4តំបន់ហ្នឹងទេបងប្អូនណាបាទអញ្ចឹង042 041 043និង044អាចផ្លាស់ប្ដូរទៅវិញទៅមកបាននៅក្នុង4តំបន់ហ្នឹងបាទបាទអញ្ចឹងលើមកតាមដានបាទបន្តទៀតជាមួយខ្ញុំបាទចំពោះបងប្អូនដែលនៅក្នុងតំបន់062បងប្អូនណាបាទ062ហ្នឹងគឺខ្វាំងជូខ្វាំងយ៉ុកស៊ីបាទហើយនឹង061គឺឆុនណាំបាទ063ឆុនមុកនិង064បាទជេជូអញ្ចឹងបងប្អូនដែលនៅក្នុង4តំបន់នេះគឺអាចធ្វើការផ្លាស់ប្ដូរបាទទៅវិញទៅមកបាននៅក្នុង4តំបន់ហ្នឹងដែលមានតំបន់062 061 063 064ទាំងអស់ហ្នឹងគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅវិញទៅមកបានតែក្នុង4តំបន់ហ្នឹងទេបងប្អូនណាបាទអញ្ចឹងឥឡូវយើងបន្តទៀតបងប្អូនគឺចំពោះបងប្អូនដែលនៅក្នុងតំបន់ថេគូបងប្អូនណាបាទអញ្ចឹងថេគូគឺនៅតំបន់053បងប្អូនហើយបងប្អូនដែលនៅតំបន់054ក្នុងមុខបាទហើយនឹងតំបន់033នៅខាងវុនអញ្ចឹង3តំបន់នេះគឺបងប្អូនអាចធ្វើការបាទផ្លាស់ប្ដូរទៅវិញទៅមកបានចំនួនតែ3តំបន់នេះទេបាទគឺ053បាទ054និង033បងប្អូនណាបាទនេះគឺយើងបាទចាំទាំងអស់គ្នាបងប្អូនបាទហើយចំពោះបាទតំបន់បន្តទៀតបងប្អូនដែលបងប្អូនធ្វើការនៅតំបន់ភូសាន់បងប្អូនគឺ051បាទហើយនឹងតំបន់បាទ055គឺគៀងណាំហើយនឹងតំបន់បាអ៊ុលសាន់បាទគឺតំបន់052បាទអញ្ចឹង3តំបន់នេះគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅបានតែចំនួន3តំបន់ហ្នឹងទេបងប្អូនអញ្ចឹងគឺតំបន់ដែលយើងអាចដូរទៅបានហ្នឹងគឺ051បាទ055និង052បងប្អូនណាបាទអញ្ចឹងយើងអាចដូរទៅបានតែ3ហ្នឹងទេអត់អាចដូរទៅកន្លែងផ្សេងបានទេណាដាច់ខាតអត់បានទេបងប្អូនដោយសារតែយើងមកបាទក្រោយពេលដែលច្បាប់គេបានកំណត់នៃការផ្លាស់ប្ដូរតំបន់ការងារបងប្អូនបាទហើយអញ្ចឹងហើយគឺបងប្អូនដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងណាបាទអញ្ចឹងតំបន់ដែលបានកំណត់ចែងនេះគឺបងប្អូនមិនមែនចេះតែចង់ទៅតំបន់ផ្សេងៗបានតាមចិត្តយើងនោះទេបងប្អូនដោយសារអីគឺច្បាប់បាទរបស់ខាងកូរ៉េនេះគេបានចេញច្បាស់ហើយថាបងប្អូននៅក្នុងតំបន់នេះអាចផ្លាស់ប្ដូរទៅបានតែក្នុងរង្វង់តំបន់ដែលខ្ញុំបានជម្រាបជូនមិញហ្នឹងអញ្ចឹងណាបងប្អូនណាបាទលើកលែងតែបងប្អូននៅក្នុងតំបន់រាជធានីចំនួន3តំបន់ហ្នឹងបងប្អូនគឺនៅខាងបាទ02បាទនៅសូអ៊ូលបាទហើយនៅខាង031បាទនៅកျុងគីនិង032នៅអ៊ីនឆុននេះ
គឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅតំបន់ផ្សេងៗបានបាទអញ្ចឹងចំណុចពិសេសកន្លែងហ្នឹងមួយបាទក៏ប៉ុន្តែបងប្អូនអាចត្រឡប់មកវិញបានទេអញ្ចឹងមុននឹងយើងធ្វើការផ្លាស់ប្ដូរតំបន់ផ្លាស់ប្ដូរការងារបងប្អូនត្រូវគិតឲ្យបានច្បាស់មុននឹងដូរបងប្អូនណាបាទអូខេហើយបើមានចម្ងល់អីបន្ថែមបងប្អូនអាចបាទ comment ខាងក្រោមបាទសាកសួរបន្តទៀតបានបងប្អូនណាបាទអូខេបាទអរគុណច្រើនបងប្អូនបាទសូមគោរពបាទជម្រាបលា